ទំព័រ332ព្រមមិនមានចិត្តព្យាបាទជាបច្ច័យជាអ្នកយល់ត្រូវព្រមដោយសេចក្តីសុខព្រមដោយសោមនស្សក៏រមែងបានសេចក្តីសុខនិងសោមនស្សព្រោះសមាទិដ្ឋិជាបច្ច័យបុគ្គលនោះលុះទំលាយរាងកាយបន្ទាប់អំពីមរណៈទៅក៏រមែងទៅកើតក្នុងសុគតិសុទេវលោកមនាលភិក្ខុទាំងឡាយធម្មសមាទាននេះតថាគតហៅថាមានសេចក្តីសុខក្នុងបច្ចុប្បន្នទាំងមានសេចក្តីសុខជាវិបាកតទៅមនាលភិក្ខុទាំងឡាយនេះឯងជាធម្មសមាទានមាន4ប្រការលេខគ្នា170មនាលភិក្ខុទាំងឡាយដូចជាននងព្រៃលេខយោងប្រែថាត្រសក់ក្អែកឬពុលឯកក៏បានលាយដោយថ្នាំពឹសគ្រានោះបរោះមានប្រាថ្នាដើម្បីរស់នៅមិនប្រាថ្នាដើម្បីស្លាប់ប្រាថ្នាសេចក្តីសុខពើមសេចក្តីទុក្ខបានមកដល់ពួកជននិយាយនឹងបរោះនោះយ៉ាងនេះថាមនាលបរោះដ៏ចម្រើនននងព្រៃនេះលាយដោយថ្នាំពឹសបើអ្នកត្រូវការចូលផឹកចុះកាលបើបរោះនោះផឹកនៅននងព្រៃនោះក៏ននងព្រៃនោះមិនគប់ចិត្តដោយពណ៌ផងដោយក្លិនផងដោយរសផងលោះផឹកហើយក៏ដល់នៅសេចក្តីស្លាប់ឬដល់នៅសេចក្តីទុក្ខស្ទើរតែនឹងស្លាប់បើបុរសនោះមិនបានពិចារណានៅននងព្រៃនោះទំព័រ333មកជាផឹកមិនលះបង់ទេកាលបុរសនោះផឹកនៅននងព្រៃហើយមិនគប់ចិត្តដោយពណ៌ផងដោយក្លិនផងដោយរសផងលោះផឹកហើយក៏ដល់នៅសេចក្តីស្លាប់ឬដល់នៅសេចក្តីទុក្ខស្ទើរតែនឹងស្លាប់យ៉ាងណាមិញមនាលភិក្ខុទាំងឡាយតថាគតហៅធម្មសមាទាននេះថាមានសេចក្តីទុក្ខក្នុងបច្ចុប្បន្នទាំងមានសេចក្តីទុក្ខជាវិបាកតទៅក៏មានឧបមាដូច្នោះឯងលេខគ្នា171មនាលភិក្ខុទាំងឡាយដូចជាភាជសម្រិតពេញដោយទឹកផ្អែមបរិបូរដោយពួរបរិបូរដោយក្លិនបរិបូរដោយរសតែភាជសម្រិតពេញដោយទឹកផ្អែមនោះឯងលាយដោយថ្នាំពឹសគ្រានោះបរោះមានប្រាថ្នាដើម្បីរស់នៅមិនប្រាថ្នាដើម្បីស្លាប់ប្រាថ្នាសេចក្តីសុខពើមសេចក្តីទុក្ខបានមកដល់ពួកជននិយាយនឹងបរោះនោះយ៉ាងនេះថាមនាលបរោះដ៏ចម្រើនភាជសម្រិតពេញដោយទឹកផ្អែមបរិបូរដោយពណ៌បរិបូរដោយក្លិនបរិបូរដោយរសតែភាជសម្រិតពេញដោយទឹកផ្អែមនោះឯងលាយទៅដោយថ្នាំពឹសបើអ្នកត្រូវការចូលផឹកចុះកាលបើបុរសនោះផឹកទឹកនោះហើយក៏គប់ចិត្តដោយពណ៌ផងដោយក្លិនផងដោយរសផងលុះផឹកហើយក៏ដល់នៅសេចក្តីស្លាប់ឬដល់នៅសេចក្តីទុក្ខស្ទើរតែនឹងស្លាប់បើបុរសនោះទំព័រ334មិនបានពិចារណានៅភាជសម្រិតដែលពេញដោយទឹកផ្អែមនោះហើយមុខជាផឹកមិនលះបង់កាលបុរសនោះផឹកនៅទឹកនោះក៏គប់ចិត្តដោយពណ៌ផងដោយក្លិនផងដោយរសផងលុះផឹកហើយក៏ដល់នៅសេចក្តីស្លាប់ឬដល់នៅសេចក្តីទុក្ខស្ទើរតែនឹងស្លាប់យ៉ាងណាមិញមនាលភិក្ខុទាំងឡាយតថាគតហៅធម្មសមាទាននេះថាមានសេចក្តីសុខក្នុងបច្ចុប្បន្នតែមានសេចក្តីទុក្ខជាវិបាកតទៅក៏មានឧបមាដូចនោះឯងលេខគ្នា172មនាលភិក្ខុទាំងឡាយដូចជាទឹកម៉ូតស្អុយលាយដោយភេសជ្ជៈទាំងឡាយផ្សេងគ្រានោះបរោះមានរូបលើងបានមកដល់ពួកជននិយាយនឹងបរោះនោះយ៉ាងនេះថាមនាលបុរសដ៏ចម្រើនទឹកម៉ូតស្អុយនេះលាយដោយភេសជ្ជៈទាំងឡាយផ្សេងបើអ្នកត្រូវការចូលផឹកចុះកាលបើបុរសនោះផឹកទឹកម៉ូតស្អុយនោះក៏មិនគប់ចិត្តដោយពណ៌ផងដោយក្លិនផងដោយរសផងលុះផឹកហើយក៏ជាអ្នកបានសេចក្តីសុខបើបុរសនោះបានពិចារណាទឹកម៉ូតស្អុយនោះហើយក៏មុខជាផឹកមិនលះបង់ទេកាលបើបុរសនោះផឹកទឹកម៉ូតស្អុយនោះក៏មិនគប់ចិត្តដោយពណ៌ផងដោយក្លិនផងដោយរសផងទំព័រ335លុះផឹកហើយក៏ជាអ្នកបានសេចក្តីសុខយ៉ាងណាមិញមនាលភិក្ខុទាំងឡាយតថាគតហៅធម្មសមាទាននេះថាមានសេចក្តីទុក្ខក្នុងបច្ចុប្បន្នតែមានសេចក្តីសុខជាវិបាកតទៅក៏មានឧបមាដូចនោះឯងលេខគ្នា173មនាលភិក្ខុទាំងឡាយដូចជាទឹកដោះជូរក្តីទឹកខ្មុំក្តីទឹកដោះថ្លាក្តី
ទឹកអំពៅក្តីលាយច្រឡំជាមួយគ្នាគ្រានោះបរោះមានរោគចុកឈាមបានមកដល់ពួកជននិយាយនឹងបរោះនោះយ៉ាងនេះថាមនាលបុរសដ៏ចម្រើនទឹកដោះជូរក្តីទឹកឃ្មុំក្តីទឹកដោះថ្លាក្តីទឹកអំពៅក្តីទាំងនេះលាយច្រឡំជាមួយគ្នាបើអ្នកត្រូវការចូលផឹកចោះកាលបើបរោះនោះផឹកទឹកអំបាល់នោះក៏គប់ចិត្តដោយពួរផងដោយក្លិនផងដោយរសផងលុះផឹកហើយជាអ្នកបានសេចក្តីសុខបើបុរសនោះបានពិចារណាទឹកនោះហើយក៏មកជាផឹកមិនលះបង់ទេកាលបុរសនោះផឹកទឹកនោះហើយក៏គប់ចិត្តដោយពួរផងដោយក្លិនផងដោយរសផងលុះផឹកហើយជាអ្នកបានសេចក្តីសុខយ៉ាងណាមិញមនាលភិក្ខុទាំងឡាយតថាគតហៅធម្មសមាទាននេះថាមានសេចក្តីសុខក្នុងបច្ចុប្បន្នទាំងមានសេចក្តីសុខជាវិបាកតទៅលេខគ្នា174ទំព័រ336មនាលភិក្ខុទាំងឡាយដូចជាព្រះអាទិត្យកាលអាកាសរាំងភ្លៀងឃ្លាតទៅចាកពោហើយក្នុងសរតៈសម័យនាខែជាទីបំផុតនៃវស្សានរដូវទាំងឡាយក៏រះឡើងកាន់ផ្ទៃមេឃកំចាត់បងនៅងងឹតដែលមានឯដល់អាកាសទាំងអស់ភ្លឺផងក្តៅផងរុងរឿងផងយ៉ាងណាមិញមនាលភិក្ខុទាំងឡាយធម្មសមាទាននេះមានសេចក្តីសុខក្នុងបច្ចុប្បន្នទាំងមានសេចក្តីសុខជាវិបាកតទៅធម្មសមាទាននោះអាចគ្របសង្កត់នៅពាក្យបរមពវិត្ររបស់ពួកសាមណព្រាហ្មណ៍ដទៃផងភ្លឺផងក្តៅផងរុងរឿងផងក៏មានឧបមាដូចឆ្នោះឯងលោកព្រះមានព្រះភិក្ខបានត្រាស់ភាសិតនេះចប់ហើយភិក្ខុទាំងនោះក៏ពេញចិត្តរីករាយនឹងភាសិតរបស់ព្រះមានព្រះភិក្ខចប់មហាធម្មសមាទានសូត្រទី6វត្តឧណ្ណាលោមកុដលេខ17សូមអនុមោទនា